សហរដ្ឋអាមេរិកនិងប្រទេសចិនតឹងសរសៃកដាក់គ្នារឿងនាំចិនរាយកម្រទាំងសហរដ្ឋអាមេរិកនិងចិនចោទប្រកាន់គ្នាទៅវិញទៅមកថាបានបង្កភាពមិនចុះសម្រុងនិងបង្កើនភាពផ្ទុយគ្នាលើការគ្រប់គ្រងការនាំចិនរាយកម្រភាពចម្រូងចម្រាសមួយនេះកើនឡើងខណៈដែលភាគីទាំងពីរបន្តរិះគន់គ្នាទាំងតឹងសរសៃកជុំវិញវិធានការត្រួតពិនិត្យការនាំចេញថ្មីរបស់ទីក្រុងប៉េកាំងនេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី17 ខែតុលាឆ្នាំ2025តំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer បានហៅការសម្រេចចិត្តរបស់ប្រទេសចិនថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការគ្រប់គ្រងនៃខ្សែសង្វាក់ពិភពលោកដោយនិយាយថាទីក្រុងប៉េកាំងអាចជៀសវាងហានិភ័យនៃការដាក់ពន្ធឡើងវិញ3ដងដោយប្រធានាធិបតី Donald Trump ប្រសិនបើវាលើកលែងវិធានការដែលរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី8 ខែវិច្ឆិកាចំណែកឯប្រទេសចិនឯណោះវិញក៏បានបញ្ជាក់ពីចំហផ្ទាល់ខ្លួនថាពួកគេបានជូនដំណឹងដល់សហរដ្ឋអាមេរិកមុននឹងប្រកាសអំពីយន្តការផ្ដល់អាជ្ញាប័ណ្ណថ្មីដោយសង្កត់ធ្ងន់ថាវិធានការទាំងនេះគឺស្របទាំងស្រុងជាមួយនឹងការអនុវត្តអន្តរជាតិនិងស្រដៀងគ្នាទៅនឹងបទបញ្ញត្តិដែលប្រទេសសេដ្ឋកិច្ចធំៗជាច្រើនកំពុងអនុវត្តប្រព័ន្ធផ្សព្វផ្សាយចិនបានបោះពុម្ពផ្សាយព័ត៌មានសម្ងាត់ចំនួន2ដែលបដិសេធការចោទបោកកាន់របស់សហរដ្ឋអាមេរិកហើយថាទីក្រុង Washington បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខជាតិនិងបំពានវិធានការត្រួតពិនិត្យការនាំចេញថ្មីជាមួយនឹងបញ្ជីជាង 3,000 មុខខណៈដែលប្រទេសចិនបានគ្រប់គ្រងតែប្រហែល 900 មុខប៉ុណ្ណោះទោះជាបែបនេះក្តីភាពតានតឹងរវាងប្រទេសសេដ្ឋកិច្ចធំៗទាំងពីរបានផ្ទុះឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតី Xi Jinping កាលពីខែកញ្ញាទីក្រុងប៉េកាំងបាននិយាយថាទីក្រុង Washington គឺជាអ្នកនាំមុខនៅពេលដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកភ្លាមៗបានពង្រីករោងចក្ររបស់ខ្លួនដើម្បីរួមជាមួយនឹងក្រុមហ៊ុនចិនកាន់តែច្រើននិងដៃគូបរទេសដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមជៀសវាងការរឹតបន្តឹងផ្នែកបច្ចេកវិទ្យាចំណែក Washington បានស្ដីបន្ទោសទីក្រុងប៉េកាំងចំពោះការដាក់គ្រប់គ្រងលើការនាំចេញសារធាតុរ៉ែសំខាន់ៗដែលលោក Trump បានពណ៌នាថាជាទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលមួយមិនតែប៉ុណ្ណោះភាគីទាំងពីរកំពុងស្វែងរកការអះអាងចំហផ្ទាល់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលក្នុងបរិបទនៃភពកម្រដែលជាប្រភពធារាវុធសំខាន់សម្រាប់ផលិតបន្ទះសៀគ្វីយានយន្តអគ្គិសនីនិងសប្បាវុធទំនើបក្លាយជាចំណុចផ្ដោតនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរនេះ